កុំតាន់អូតាណាបងប្អូនបើបងប្អូនស្រឡាញ់វីរៈកងទ័ពកម្ពុជារបស់យើងសូមមើលវីដេអូនេះដល់ចប់សិនណាបងប្អូនចាំវីរៈកងទ័ពវ័យក្មេងរបស់យើងម្នាក់ឈ្មោះប្អូនប្រុសប៊ុនតុងធានបានអត់ទេឥឡូវនេះគឺខ្ញុំទទួលបានព័ត៌មានថ្ងៃនឹងតែម្ដងទី20ខែ1 2026យើងនឹងឯងគឺខាងយោធាថៃខាងភាគីខាងថៃគេបានប្រគល់សាកសពប្អូនវីរៈកងទ័ពប៊ុនតុងធានត្រឡប់មកដល់កម្ពុជាយើងវិញហើយដូចយើងបានឃើញអញ្ចឹងថ្ងៃដែលធ្វើបុណ្យប្អូនប្រុសគឺធ្វើបុណ្យទាំងអត់មានសាកសពអីចឹងបងប្អូនឥឡូវនេះខាងថៃគឺគេបកគោលជូនសាកសពត្រឡប់មកវិញប៉ុន្តែមិនដឹងថាក្នុងសាកសពប្អូនប្រុសក្នុងរូបភាពបែបម៉េចគឺយើងអត់ដឹងទេឬបានត្រឹមតែធាតប្អូនយកមកក៏បានដែរបើសម្រាប់ខ្ញុំគឺបានតែធាតយកមកក៏បានដែរនេះគឺជាការគោរពដឹងគុណអំពីខ្ញុំនិងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលយើងគ្រប់ស្រឡាញ់ទៅលើវីរៈកងទ័ពរបស់យើងហើយក៏នៅតែសូមឧទ្ទិសកុសលផលបុណ្យដល់ប្អូនប្រុសប៊ុនតុងធានឲ្យទៅសុគតិភពនិងបុណ្យកុសលដែលបងខំធ្វើជូនបំភ្លឺផ្លូវប្អូនផងបងអត់សូវចេះនិយាយរឿងជូនបុណ្យជូនអីហ្មងទេអានេះក៏សូមបងប្អូនទាំងគ្នាសូមកម្មាទោសផងពួកខ្ញុំអត់សូវចេះនិយាយរឿងជូនបុណ្យជូនអីហ្នឹងទេនៅបងប្អូនទាំងគ្នាហើយបើមានរូបភាពអីចាំជួយចែកម្លែកបន្តផងហើយក៏រំលឹកដឹងគុណទៅដល់បងប្អូនប្រុសម្សាទៀតណាបាទអរគុណច្រើន